ជំរាបសួរពុកម៉ែបងប្អូននៅក្នុងបណ្ដាញសង្គម Facebook ទីគោរពនិងជាទីរាប់អានជួបគ្នាសាជាថ្មីហើយថ្ងៃនេះថ្ងៃសៅរ៍ទី13ខែ8ឆ្នាំ2016គណៈពេលនេះខ្ញុំវឌ្ឍនាបានចុះមកដល់នេះភូមិតាពាំងព្រីង2បាទឃុំពាំងខ្លុងស្រុកពញាក្រែកខេត្តត្បូងឃ្មុំបាទដើម្បីមកជួបគ្រួសារក្រីក្រគឺលោកយាយឈ្មោះអីសៀតណាចាជីវសៀតអាយុ66អញ្ចឹងហ៎66ហើយរស់នៅតែម្នាក់ឯងទេបាទហើយគ្មានកូនចៅទេហើយជំរាបសួរលោកមីភូមិដែរដែលបានចូលរួមហើយជាសាក្សីរួមបញ្ជាក់ថាខ្ញុំវេលាណាពិតជាចង់មកដល់ភូមិឃុំនេះហើយបានបកគោលអំណោយនេះពិតប្រកបបាទមិនខ្លាំងបន្លំហើយយើងមើលផ្ទះគាត់តិចមកបាទហើយផ្ទះនេះកំពុងតែរងនៅការដួលរលំហើយទៅសអីពុកអស់ហើយផ្ទះនេះអត់បញ្ជាំងទេជ្រុះអានេះហៅខ្ជល់មែនទេអានេះសៃតមឲ្យខាងតមពីសៃពីដើមបាទពីដើមគឺតមគឺយកអាស័យមកវាយជ្រៀកវាហើយឥឡូវនេះគាត់កំពុងតែសំណុំពរចង់បានបាំងពីជាងផ្ទះហ្នឹងព្រោះរាល់ថ្ងៃគាត់យប់ឡើងទៅសម្រានផ្ទះក្បែរនោះបាទផ្ទះគេហើយឥឡូវនេះខ្ញុំកំពុងតែសិក្សាជាមួយជាងដើម្បីឲ្យទិញដៃអណែងវាយសង្កសីអស់ប្រមាណឈ្នួលប្រមាណហើយយើងនឹងធ្វើឲ្យគាត់បាទហើយមិនចេះនេះទេហ្នឹងហើយសុំទោសដែរហើយគាត់និយាយអត់សូវបានខ្លាំងហើយគាត់មានបញ្ហាពុំសម្លេងហើយងាកឈឺទេសើទៅដងអូសើទៅដងកាត់ទៅដងចេញដាក់ទៅដងជ្រុះទៅដងជ្រុះតាមផ្សារសម្បូរណា5ឆ្នាំហើយបាទតែប៉ែតហើយគេយកលុយទៅប៉ែតឃើញតែមុខគេមិនយកគាត់នឹងអត់លុយហើយទៅលែងរួចហើយសក់ហ្នឹងទឹកលាបចាសក់ទឹកលាបពណ៌ខ្មៅខ្ញុំលាបយូរហើយមើលទៅស្មើ6 10ដែរលាបសក់ឡើងខ្មៅក្រឹបសុំទោសលេងសើចឲ្យគាត់បានសើចសប្បាយចិត្តគាត់អាសាឈឺណាស់យើងមើលចុះស្កើមរីបាទអញ្ចឹងក៏សូមផ្ញើវីដេអូនេះទៅដល់អាជ្ញាធរភូមិឃុំឲ្យថ្នាក់ខេត្តជាពិសេសខាងខេត្តត្បូងឃ្មុំបាទចុះមេត្តាចុះមកជួយដិតមើលតើអាចជួយកូនផ្ទះគាត់មួយបានទេបាទព្រោះមើលទៅគាត់មើលចោះផ្ទះគាត់នេះរស់នៅបានទេសូម្បីតែខ្ញុំប្រុសក៏អាចដេកបានហាខ្យល់ហាភ្លៀងបានមានតែដបូលប៉ុណ្ណោះអត់ហ៊ានដេកយប់បាទទៅលេខផ្ទះនេះនៅភូមិតាំងពីដើមមកផ្ទះនេះប្រហែលឆ្នាំហើយនៅពុកផុយពីដើមផ្ទះនេះវាធំដល់គាត់ដល់បាទផ្ទះមានទៅនៅដល់គាត់នេះទៅគាត់រើធ្វើទីបាច់ទៅឧស្សាហ៍អស់ទៅបាច់ទៅយ៉ាងទៅនៅឯគាត់យ៉ាងទៅដល់ពេលម្នាក់ឯងអត់មានលបអីរូរិសាអ្នកភូមិហ្នឹងចេះតែពុកផុយទៅចេះជ្រុះទៅអស់ជាងបណ្ដោយអស់ជាងលីបាទហើយអស់នេះបកុំឈឺជាបាទកុំឈឺស្រួលខ្លួនណាបាទការអត់តឈឺជាណាដើរបានអូខេចឹងវាថាលេងសើចចាស់អូខេឥឡូវថ្ងៃនេះខ្ញុំវេលាណាបានពំនាំថវិកាចំនួន$50បានមកពីបងប្រុសខាហុំនិងអ្នកស្រីនេនៅកូឡូរ៉ាដូសហរដ្ឋអាមេរិកបានជួយ$50និយាយទៅគាត់ផ្ញើ200ឲ្យខ្ញុំចាត់ចែងទៅគ្រួសារក្រីក្រហើយខ្ញុំចាត់ចែងមួយគ្រួសារ50ឥឡូវនេះដល់គ្រួសារលោកយាយហើយអានេះអង្គ25មានមីមានទឹកត្រីទឹកស្អៀវបាទសាប៊ូលាងចានប្រេងឆាបើស្ករប៊ីចេងសាប៊ូបោកក្អែថវិកានៅសល់$25នេះទុកជូនគាត់គ្រាន់តែពិសាអីឆ្ងាញ់ចុះទទួលចុះបើបានថវិកានេះឆ្ងាញ់យកទៅទិញអីហូបទិញម្ហូបអីឥឡូវចង់ហូបសាច់អីអត់ហ៊ានហូបសាច់គេប៉ែតអត់ឲ្យហូបសាច់ចាត្រីអីចាចូលចិត្តត្រីចាទៅឲ្យហូបត្រីហើយចង់ចូលចិត្តចង់ហូបត្រីអីខ្ញុំហូបត្រីទូចង់ហូបត្រីទូធំហ៎ចាំមកថ្ងៃក្រោយខ្ញុំទិញអាធំប៉ុនកជើងឲ្យចង់ហូបត្រីទូអញ្ចឹងអូខេចឹងអូខេហ្នឹងហើយចឹងមានពាក្យពេចន៍ឲ្យជូនពរទៅក្មួយចុះបងនេះនេះក្មួយខាហុំនេះទៅបាទចាខ្ញុំសូមពិសេសដាក់ឲ្យចិត្តសម្លេងគាត់បាទមួយលោកស្រីបាទខាហុំខាហុំអីទេបាទសហរដ្ឋអាមេរិករដ្ឋអាមេរិកដល់លោកមានចិត្តមនុស្សធម៌បានជួយចែកនឹងបាទដូចជាទឹកត្រីប៊ីចេងស្ករអំបិលប្រេងឆាសាប៊ូញ៉ាំដល់ខ្ញុំនេះខ្ញុំសូមថ្លែងអំណរអគុណឲ្យសុខសិទ្ធិ
ទាំង4ប្រការ បោទាំង4ប្រការគឺអាចរូបបានដាក់សម្ភារៈពលៈសូមឲ្យ ໄວគ្លៀងគ្លាតឡើយ សូមឲ្យបានសេចក្តីសុខកុំឲ្យមានទុក្ខទោសអ្វីឲ្យបាន សាធុ សាធុសាធុបាទ ទេអរគុណណាស់បានឲ្យពរនឹងគាត់សប្បាយចិត្តណាស់ព្រោះនេះជាទៀនមួយដែលมันអាចកាត់ថ្លៃបានបាទហើយប៉ុន្តែខ្ញុំមកតែមកមិញណាដូចនិយាយសូវលឺដល់ទៅពេលលឺថាបានណោយបានថាកានិយាយដូចលឺជាងមុនដូចលឺ เราตามนึกได้ អណ្ដិតម៉ែចាស់ណាហ្នឹងហើយម៉ែចាស់អរគុណណាស់យ៉ាងណាបាទអរគុណណាស់លាហើយហ្នឹងហើយបាទចាំមើលខ្ញុំព្យាយាមពីនីវដល់បងប្អូនសប្បុរសជនឬក៏ខាងកាក់បាតក្រហមអីបានទស្សនាវីដេអូនេះហើយបាទសូមជួយចុងមើលផងវេទនាណាស់បាទហើយចុងក្រោយខ្ញុំវិញណាក៏សូមអរគុណទៅដល់លោកខាហុំហើយនឹងភរិយានៅកូឡូរ៉ាដូសហរដ្ឋអាមេរិកបានជួយតាមការ$50ជូនដល់លោកយាយក្រីក្របាទសូមជូនពរឲ្យបងជួបតែសេចក្តីសុខរកស៊ីទទួលទានមានបានបាទបងប្រុសមានពាក្យពេចន៍អីជូនពរបងប្អូនសប្បុរសជននេះទេខ្លីៗ បាទជាពេចបន្តនេះខ្ញុំមានពាក្យពេចន៍ខ្លះដែលលោកខាហុំបានជួយបាទឧបត្ថម្ភដល់លោកយាយ បាទអីឈ្មោះអី ទី ครับ តុជីវសៀតទីទួលក្របាទបាទណាគាត់នៅតែម្នាក់ឯង នេះក្រឲ្យឆ្លៀតលហាមទៀតណា ហើយឥឡូវនេះសូមឲ្យលោកបាទជួបតែសេចក្តីសុខសេចក្តីចម្រើនបងទាំង4ប្រការពីអាយុវណ្ណៈសុខៈពលៈកុំបីគ្រៀងគ្លាតឡើយបាទសូមអរគុណបាទ សូមជំរាបលា បាទជំរាបលាបាទ